រាល់ព្រឹកព្រលឹមស្រាងជាកសិករខ្មែរបានយកបន្លែផ្លែឈើដែលបានដាំមកលក់នៅតាមផ្សារដែលជាទីប្រជុំជនដើម្បីសម្រាលជីវភាពប្រចាំថ្ងៃដំណាំហូបផ្លែនិងបន្លែធម្មជាតិជាច្រើនមុខបានដាក់លក់តម្រៀបគ្នាដើម្បីឲ្យអ្នកស្រុកទិញយកទៅធ្វើម្ហូបបរិភោគជុំគ្រួសារហើយនេះជារបៀបរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកខ្ញុំ Food KX រសជាតិម្ហូបខ្មែរដែលស័ក្តិសមទាំងការញ៉ាំនៅផ្ទះរួមទាំងការធ្វើដំណើរឬការជួបជុំជាមួយមនុស្សដែលជាទីស្រឡាញ់ពេលខ្លះសេចក្តីសុខមិនចាំបាច់ស្មុគស្មាញទេគ្រាន់តែមានមិត្តភ័ក្តិគ្រួសារម្ហូបឆ្ងាញ់និងពេលវេលាល្អៗជាមួយគ្នាគ្រប់គ្រាន់ហើយ Food KX ធ្វើឲ្យការញ៉ាំអាហារនិងការជួបជុំកាន់តែងាយស្រួលកាន់តែជិតស្និទ្ធនិងកាន់តែមានន័យម្ហូបខ្មែរប្រៀបដូចជាការចែករំលែកការជួបជុំនិងអនុស្សាវរីយ៍ដែលនៅជាមួយយើងគាំទ្រអ្នកស្រុកគាំទ្ររសជាតិខ្មែរនិងការចែករំលែកពេលវេលាល្អៗជាមួយ Food KX ទៅសៀមរាបកុំភ្លេច Food KX